សូមស្វាគមន៍មកកាន់រឿងថ្មីរបស់យើងដែលមានចំណងជើងថារឿងសទ្ធីបន្លំខ្លួនស្វែងរកស្នេហ៍ពិត The Disguised Billionaire តួអង្គសំខាន់ៗមានដូចជាសូវ៉ាន់ដើរតួជាតួឯកប្រុសសទ្ធីវ័យក្មេងសង្ហានិងមានចិត្តធម៌ដែលធុញទ្រាន់នឹងមនុស្សស្រឡាញ់ទ្រព្យសម្បត្តិបុប្ផាដើរតួជាតួឯកស្រីក្មេងស្រីលក់បាយស្រូបដែលមានសម្រស់ធម្មជាតិនិងមានចិត្តស្លូតបូតបំផុតកុំសាលដើរតួជាតួបន្តជំនួយការរបស់សូវ៉ាន់ដែលមានចរិតក្រមិចក្រមើមនិងចូលជិបជួយចៅហ្វាយស្រីលក្ខដើរតួជាតួអាក្រក់នារីអ្នកមានអំណួតដែលចូលចិត្តមើលងួយអ្នកក្រនិងតាមស្រឡាញ់សូវ៉ាន់តែម្នាក់ឯងសូមទស្សនាដោយក្តីរីករាយ Let's go នៅក្នុងវិមានដ៏ស្កឹមស្កៃសូវ៉ាន់អង្គុយមើលបង្អួតដោយទឹកមុខស្រពោនគេមានគ្រប់យ៉ាងប៉ុន្តែខ្វះស្នេហាពិតដែលមិនមែនស្រឡាញ់គេព្រោះតែលួយកាសសូវ៉ាន់សម្រេចចិត្តផ្លែងខ្លួនជាអ្នកក្រដើម្បីស្វែងរកនារីក្នុងសុពិនដែលស្រឡាញ់គេចេញពីបេះដូងកុសលដែលជាជំនួយការចំណិតសម្លឹងមើលចៅហ្វាយដែលការងើកឆ្ងល់ជាខ្លាំងគេគិតថាវីជាហឺឈួតឡប់ប៉ុន្តែសូវ៉ាន់ហាក់មានឆន្ទៈមកមុតណាស់ពួកគេจึងពីរចាប់ផ្ដើមរៀបចំផែនការបន្លំខ្លួនយ៉ាងអាថាកំបាំងបំផុតដើម្បីកុំឲ្យអ្នកណាដឹងពន្លឺថ្ងៃរៀបលិចបានចែមកលើរូបរាងដ៏សង្ហារបស់សូវ៉ាន់ជាលើកចុងក្រោយក្នុងឈុតអាវធំតម្លៃរាប់ម៉ឺនដុល្លារចាប់ពីថ្ងៃស្អែកទៅជីវិតថ្មីដែលពោពេញដោយភាពសាមញ្ញនឹងចាប់ផ្ដើមគេសង្ឃឹមថានឹងបានជួបស្នេហាដែលចេញពីបេះដូងពិតមិត្តក្រាំងនីមជាមនុស្សធម្មតាសូវ៉ាន់បានផ្លាស់ប្ដូរមកស្លៀកពាក់ខោអាវចាស់ៗនិងពាក់មួកធ្លាក់ដើម្បីបន្លំភ្នែកញាក់ដទៃគេបានទិញរ៉ឺម៉កកង់3ចាស់មួយមកជិះហើយប្ដូរឈ្មោះខ្លួនឯងទៅជាវ៉ាន់ណារូបរាងសង្ហារបស់គេត្រូវបានបិទបាំងដោយប្រឡាក់ប្រឡូសខ្លាញ់ម៉ាស៊ីនបន្តិចបន្តួចគេជិះរ៉ឺម៉កកង់3ចេញពីវិមានឆ្ពោះទៅកាន់តំបន់ដែលមានមនុស្សអ៊ូអរភ្នែករបស់គេសម្លឹងមើលទៅពិភពលោកខាងក្រៅដែលខុសប្លែកពីជីវិតសទ្ធីរបស់គេវ៉ាន់ណាចាប់ផ្ដើមរៀនពីរបៀបនិយាយស្ដីនិងការរស់នៅបែបអ្នកក្រីក្រយ៉ាងយកចិត្តទុកដាក់បំផុតកុសលលួយតាមដានពីចម្ងាយដោយបារម្ភពីសុវត្ថិភាពរបស់ចៅហ្វាយគេមិននឹកស្មានថាសូវ៉ាន់អាចធ្វើខ្លួនជាអ្នករត់កង់3បានសមយ៉ាងនេះសោះនេះគឺជាការចាប់ផ្ដើមនៃដំណើរផ្សងព្រៀងស្វែងរកស្នេហាពិតក្នុងទីក្រុងភ្នំពេញដ៏អ៊ូអរវណ្ណាបានឈប់សម្រាកនៅមុខតូបលក់បាយស្រូបតូចមួយនៅតាមចិញ្ចើមផ្លូវក្លិនបាយស្រូបដ៏ឈ្ងុយឆ្ងាញ់បានទាក់ទាញចិត្តគេឲ្យចូលទៅរកនៅទីនោះគេបានជួបនឹងបុប្ផាដែលជានារីលក់បាយមានស្នាមញញឹមស្រស់ស្រាយបំផុតបុប្ផាបានទទួលស្វាគមន៍វណ្ណាដោយភាពរួសរាយរាក់ទាក់ទោះបីជាឃើញគេស្លៀកពាក់ចាស់ៗក៏ដោយនាងបានដួសបាយឲ្យគេយ៉ាងច្រើននិងថែមទឹកស៊ុបក្តៅៗមួយចានទៀតដោយមិនគិតប្រាក់វណ្ណាមានអារម្មណ៍កក់ក្ដៅយ៉ាងចម្លែកដែលមិនធ្លាប់មានពីមុនមកគេសម្លឹងមើលកែវភ្នែកដ៏ស្មោះត្រង់របស់បុប្ផាដែលមិនមានពុតត្បុតអ្វីទាំងអស់នាងធ្វើការយ៉ាងសស្រាក់សស្រាំដើម្បីចិញ្ចឹមជីវិតដោយកម្លាំងញើសឈាមខ្លួនឯងវណ្ណាដឹងភ្លាមថានាងគឺជាមនុស្សស្រីដែលគេចង់ស្គាល់ឲ្យកាន់តែច្បាស់វណ្ណាសម្រេចចិត្តជួលបន្ទប់តូចមួយនៅក្បែរតូបរបស់បុប្ផាដើម្បីងាយស្រួលជួបនាងជារៀងរាល់ព្រឹកគេតែងតែមករកទិញបាយស្រូបរបស់នាងមិនដែលខានពួកគេចាប់ផ្ដើមជជែកគ្នាលេងកាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃបុប្ផាចាប់ផ្ដើមអាណិតវណ្ណាដែលខំប្រឹងរត់កង់3ទាំងហាលថ្ងៃហាលខ្យល់នាងតែងតែរៀបចំទឹកត្រជាក់ទុកឲ្យគេជានិច្ចពេលគេត្រឡប់មកវិញភាពស្និទ្ធស្នាលរវាងអ្នកទាំងពីរកាន់តែរីកធំឡើងដោយជាផ្កាកំពុងរីកក្នុងចិត្តវណ្ណាមានអារម្មណ៍ថាជីវិតធម្មតាបែបនេះមានន័យជាងជីវិតសទ្ធីដែលមានតែការបោកប្រាស់គេចូលចិត្តស្ដាប់បុប្ផានិយាយពីក្តីសុំបិនចង់បើកហាងតូចមួយដោយខ្លួនឯងគេចង់ជួយនាងឲ្យសម្រេចបំណងប៉ុន្តែត្រូវរក្សាការបន្លំខ្លួនសិន
ថ្ងៃមួយរមុករបស់វណ្ណាស្រាប់តែខូចនៅកណ្ដាលផ្លូវក្បែរតូបរបស់បុប្ផាគេធ្វើជាពិបាកចិត្តនិងព្យាយាមជួសជុលវាតែម្នាក់ឯងបុប្ផាឃើញដូច្នោះក៏ប្រញាប់រត់មកជួយរុញរមាស់ចូលក្នុងមណ្ឌលបដោយមិនខ្លាចហត់នឿយពួកគេទាំងពីរជួយគ្នាជួសជុលរមាស់យ៉ាងសប្បាយរីករាយនិងលេងសើចក្អាកក្អាយមុខរបស់ពួកគេប្រឡាក់ប្រឡូកដោយក្លិនម៉ាស៊ីនដូចគ្នាប៉ុន្តែស្នាមញញឹមពោពេញដោយភាពរីករាយបុប្ផាមិនដែលរអ៊ូរទាំឬមើលងាយភាពក្រីក្ររបស់វណ្ណាឡើយវណ្ណាមានអារម្មណ៍រំភើបដែលបានឃើញទឹកចិត្តដ៏ល្អប្រពៃរបស់នាងមិនត្រឹមតែស្រស់ស្អាតខាងក្រៅទេតែចិត្តនាងក៏ស្អាតដូចឈ្មោះនាងដែរនេះហើយជាអ្វីដែលគេស្វែងរកជាយូរមកហើយក្នុងជីវិតដ៏សម្បូរបែបរបស់គេនៅពេលល្ងាចវណ្ណាបានបពួលបុប្ផាទៅដើរលេងនៅមាត់ទន្លេបន្ទាប់ពីនាងលក់អោពួកគេបានទិញនំចំណីតាមផ្លូវញ៉ាំយ៉ាងសាមញ្ញបំផុតខ្យល់ត្រជាក់បក់មកប៉ះរាងកាយធ្វើឲ្យបរិយាកាសកាន់តែមានភាពរ៉ូម៉ាន់ទិកបុប្ផានិយាយប្រាប់វណ្ណាថានាងមិនត្រូវការបរិសុទ្ធអ្នកមានអីទេសុំតែអ្នកដែលមានចិត្តស្មោះត្រង់វណ្ណាមានអារម្មណ៍អួលដាំអកព្រោះគេកំពុងតែលាក់បាំងការពិតពីនាងគេចង់ប្រាប់នាងគ្រប់យ៉ាងប៉ុន្តែខ្លាចនាងខឹងនឹងការភូតផលនេះពួកគេអង្គុយមើលថ្ងៃលិចជាមួយគ្នាដោយភាពស្ងប់ស្ងាត់និងសុភមង្គលបេះដូងរបស់ពួកគេចាប់ផ្ដើមលោតក្នុងចង្វាក់តែមួយដោយមិនដឹងខ្លួនវណ្ណាបានដឹងច្បាស់ថាគេបានធ្លាក់ក្នុងអន្លង់ស្នេហ៍ក្មេងស្រីលោកបាយម្នាក់នេះជាស្ថាពរហើយគណៈពេលដែលពួកគេកំពុងសប្បាយស្រីលក្ខដែលជាអ្នកមានអំណួតបានបើកឡានសេរីទំនើបមកឈប់ក្បែរនោះនាងបានចុះមកជេរប្រមាថបុប្ផាដោយសារតែរមាស់របស់វណ្ណាជិះក្បែរឡាននាងស្រីលក្ខមើលងាយអ្នកទាំងពីរថាជាពួកអ្នកក្រថោកទាបវណ្ណាខឹងយ៉ាងខ្លាំងប៉ុន្តែត្រូវទប់ចិត្តដើម្បីកុំឲ្យបែកការសម្ងាត់គេបានការពីបុប្ផាដោយសម្ដីសុភាពរាបសារបំផុតប៉ុន្តែមើងម៉ាត់ស្រីលក្ខខឹងសម្បាយ៉ាងខ្លាំងរួចក៏បើកឡានចេញទៅទាំងកំហឹងជ្រួលច្បល់បុប្ផាមានអារម្មណ៍អន់ចិត្តនឹងវាសនាខ្លួនឯងដែលត្រូវគេមើងងាយវណ្ណាបានចាប់ដៃនាងមកលើកទឹកចិត្តនិងសន្យាថានឹងមិនអោយអ្នកណាធ្វើបាបនាងទៀតឡើយគេចង់បង្ហាញនាងថាដុល្លារមនុស្សស្ថិតនៅលើទង្វើមិនមែនលើទ្រព្យសម្បត្តិឡើយយប់មួយមានពួកក្រុមក្មេងទំនៀងមករករឿងនៅតូបរបស់បុប្ផាដើម្បីទារលុយថ្លៃការពារបុប្ផាភ័យខ្លាំងណាស់ព្រោះនាងគ្មានលុយឲ្យពួកគេឡើយពួកវាចាប់ផ្ដើមបោះចោលសម្ភារៈនិងតកក្នុងតូបរបស់នាងឲ្យរញ៉ៃពេញដីវណ្ណាបានមកដល់តនពេលហើយបានប្រើក្បាច់គុណដែលគេធ្លាប់រៀនការពារខ្លួនដើម្បីវាយបង្ក្រាបពួកវាគេម្នាក់ឯងអាចដេញក្រុមក្មេងទំនើងឲ្យរត់បាត់ជើងសព្រាតបុប្ផាសម្លឹងមើលវណ្ណាដោយក្តីស្ងប់ស្ងាញ់និងដឹងគុណជាទីបំផុតវណ្ណាជួយរៀបចំទូបឲ្យបុប្ផាឡើងវិញទាំងយប់អធ្រាត្រគេសន្យាថានឹងការពារនាងឲ្យអស់ពីសមត្ថភាពទោះក្នុងកាលៈទេសៈណាក៏ដោយស្នេហារបស់ពួកគេកាន់តែរឹងមាំឡើងតាមរយៈឧបសគ្គដែលបានឆ្លងកាត់ជាមួយគ្នាភ្លៀងបានធ្លាក់ចុះមកយ៉ាងខ្លាំងខណៈពេលដែលវណ្ណាកំពុងជូនបុប្ផាទៅផ្ទះពួកគេទាំងពីរបានជ្រុកក្រងផ្ទាំងផ្លាស្ទិកតូចមួយជាមួយគ្នាដោយភាពស្និទ្ធស្នាលកម្ដៅចេញពីខ្លួនប្រាណបានធ្វើឲ្យពួកគេមានអារម្មណ៍កក់ក្ដៅឈ្ងុយចិត្តវណ្ណាសម្លឹងមើលមុខបុប្ផាដែលសើមដោយទឹកភ្លៀងនាងមើលទៅស្អាតប្លែកបែបធម្មជាតិគេស្ទើរតែទប់ចិត្តមិនបានចង់ថើបនាងប៉ុន្តែគេត្រូវគោរពនាងជានិច្ចពួកគេបាននិយាយគ្នាលេងពីនេះពីនោះរហូតភ្លៀងរាំងភាពរ៉ូម៉ាន់ទិកក្នុងគ្រានោះបានដក់ជាប់ក្នុងបេះដូងអ្នកទាំងពីរមិនអាចបំភ្លេចបានវណ្ណាដឹងថាទោះបីជាគ្មានវិមានក៏គេអាចមានក្តីសុខបានហើយតែមាននាងនៅក្បែរភ្លៀងគឺជាសាក្សីនៃស្នេហាដ៏បរិសុទ្ធរវាងអ្នករត់កង់បីនិងអ្នកលក់បាយវណ្ណាចាប់ដើមមានអារម្មណ៍ខុសដែលមិនបានប្រាប់ការពិតដល់បុប្ផាគេខ្លាចថាបើនាងដឹងការពិតនាងនឹងគិតថាគេលេងសើចនឹងចិត្តនាងគេចង់សារភាពគ្រប់យ៉ាងប៉ុន្តែខ្លាចបាត់បង់នាងដែលជាទីស្រឡាញ់បំផុតគេបានទៅប្រឹក្សាជាមួយកុសលនៅក្នុងឡានទំនើបដោយលួចលាក់កុសលបានណែនាំឲ្យគេប្រាប់ការពិតតាមសម្រួលដើម្បីកុំឲ្យមានការយល់ច្រឡំប៉ុន្តែសូវ៉ាន់នៅតាំងស្តាក់ស្ទើរព្រោះគេចង់ឲ្យប្រអត់ថាបុប្ផាស្រឡាញ់គេពិតមែន
ជារៀងរាល់យប់វណ្ណាដេកមិនលក់ដោយសារតែការគិតច្រើនលើលប់គេសម្លឹងមើលរូបថតបុប្ផាក្នុងទូរស័ព្ទដៃរបស់គេដោយក្តីនឹកស្រឡាញ់គេសន្យានឹងខ្លួនឯងថានឹងធ្វើអ្វីៗគ្រប់យ៉ាងឲ្យនាងនៅពេលតែដល់វេលាសមស្របថ្ងៃមួយកសលបានបន្លំខ្លួនជាឯកដំណើរមកជិះឬមករបស់វណ្ណាដើម្បីពិនិត្យស្ថានភាពគេធ្វើជានិយាយឌឺដងនឹងឲ្យលុយធីបច្រើនដើម្បីបង្កភាពសប្បាយរីករាយវណ្ណាខំប្រឹងទប់សំណោតមិនឲ្យបែកការនៅមុខបុប្ផាកសលបានសរសើរបុប្ផាថាជាស្រីស្អាតនិងមានចិត្តល្អស័ក្តិសមនឹងចៅហ្វាយគេបុប្ផាអៀនព្រានយ៉ាងខ្លាំងនៅពេលឮអ្នកអតីសរសើរពីចំណងទាក់ទងរបស់អ្នកទាំងពីរវណ្ណាមានមោទនភាពចំពោះជម្រើសរបស់ខ្លួនឯងយ៉ាងខ្លាំងការជួបគ្នាដោយចៃដន្យនេះបានធ្វើឲ្យបរិយាកាសកាន់តែមានភាពកំភ្លុកកំប្លែងទោះបីជាត្រូវសម្ដែងប៉ុន្តែពួកគេពិតជាមានក្តីសុខណាស់វណ្ណាដឹងថាកសលគឺជាមិត្តល្អបំផុតដែលតែងតែគាំទ្រគេគ្រប់រឿងដំណឹងអាក្រក់បានមកដល់នៅពេលដែលម្ចាស់ដីចង់ដកហូតកន្លែងលោករបស់បុប្ផាដើម្បីសង់អាគារបុប្ផាយំសោកបោកខ្លួនព្រោះនាងគ្មានកន្លែងលោកដើម្បីចិញ្ចឹមម្ដាយដែលកំពុងឈឺឡើយនាងមានអារម្មណ៍ថាពិភពលោកទាំងមូលកំពុងបាក់ស្រុតចុះវណ្ណាព្យាយាមលួងលំនាងនិងសន្យាថានឹងជួយរកដំណោះស្រាយឲ្យបានគេខឹងសម្បានឹងម្ចាស់ដីដែលគ្មានសេចក្តីមេត្តាចំពោះអ្នកក្រីក្រសូវ៉ាន់សម្រេចចិត្តប្រើអំណាចសិទ្ធិរបស់គេដើម្បីជួយនាងដោយសម្ងាត់បំផុតគេបានទាក់ទងទៅកុសលឲ្យទិញដីនៅតំបន់នោះទាំងមូលភ្លាមបុប្ផាមិនដឹងទីថាមិត្តព្រួតអ្នករត់កង់3របស់នាងគឺជាម្ចាស់ដីថ្មីនៅទីនោះគេចង់ឃើញនាងមានស្នាមញញឹមឡើងវិញដោយមិនចាំបាច់ខ្វល់ខ្វាយពីអ្វីទាំងអស់វណ្ណាបានធ្វើជាយកឆ្នោតលូតូដែលត្រូវរង្វាន់ខ្លែងខ្លាយទៅឲ្យបុប្ផាគេប្រាប់នាងថាគេសំណាងល្អត្រូវរង្វាន់ធំហើយចង់ចែករំលែកលុយទាំងនោះដើម្បីជួយនាងបុប្ផាមិនចង់ទទួលយកទេព្រោះនាងមិនចង់ជំពាក់គុណគេច្រើនពេកវណ្ណាបានបញ្ចុះបញ្ជូននាងរហូតនាងព្រមទទួលយកលុយទាំងនោះដើម្បីព្យាបាលម្ដាយនិងជួសជុលតូបនាងអរគុណវណ្ណាទាំងទឹកភ្នែកនិងចាត់ទុកគេជាទេវតារបស់នាងវណ្ណាមានអារម្មណ៍រីករាយដែលបានជួយមនុស្សដែលគេស្រឡាញ់ម្ដាយរបស់បុប្ផាចាប់ផ្ដើមមានសុខភាពល្អឡើងវិញជាលំដាប់គ្រួសាររបស់នាងលែងជួបការលំបាកដូចមុនទៀតហើយវណ្ណាសប្បាយចិត្តដែលឃើញនាងមានក្តីសុខទោះបីជាគេត្រូវចំណាយប្រាក់ច្រើនក៏ដោយក្នុងឱកាសបុណ្យអុំទូកវណ្ណាបាននាំបុប្ផាទៅមើលប្រណាំងទូកនិងបណ្ដែតប្រទីបជាមួយគ្នាពួកគេទាំងពីរបានសរសេរពាក្យជូនពរដាក់ក្នុងប្រទីបជាមួយគ្នាដោយក្តីសង្ឃឹមពន្លឺប្រទីបចេះមកលើមុខពួកគេមើលទៅពិតជាស្រស់ស្អាតណាស់បុប្ផាបានបួងសួងសុំឲ្យស្នេហារបស់នាងនិងវណ្ណានៅស្ថិតស្ថេរជារៀងរហូតវណ្ណាមានអារម្មណ៍ក្ដុកក្ដួលក្នុងចិត្តយ៉ាងខ្លាំងនៅពេលឮពាក្យបួងសួងរបស់នាងគេសន្យាក្នុងចិត្តថានឹងមិនធ្វើឲ្យនាងខកបំណងឡើយពួកគេអង្គុយជជែកគ្នាក្រោមពន្លឺព្រះខែពេញបូមីយ៉ាងមានក្តីសុខភាពសាមញ្ញនៃស្នេហានេះបានធ្វើឲ្យវណ្ណាភ្លេចរាល់ភាពហត់នឿយក្នុងជីវិតគេដឹងថានេះគឺជាអត្ថន័យពិតនៃជីវិតដែលគេធ្លាប់តែស្រមៃចង់បានស្រីលក្ខបានឃើញវណ្ណាចុះពីឡានសេរីទំនើបនៅមុខក្រុមហ៊ុនសូវ៉ាន់ដែលចៃដន្យនាងចាប់ផ្ដើមសង្ស័យថាអ្នករត់កង់3នោះប្រហែលជាបន្លំខ្លួននាងបានលួចតាមដាននិងថតរូបភាពវណ្ណាក្នុងឈុតសេដ្ឋីទុកជាភស្តុតាងនាងមានគម្រោងចង់បំផ្លាញស្នេហារបស់វណ្ណានិងបុប្ផាឲ្យខ្ទេចខ្ទីស្រីលក្ខបានទៅរកបុប្ផានៅតូបលូកបាយហើយបង្ហាញរូបថតវណ្ណាក្នុងឈុតសេដ្ឋីឲ្យនាងមើលនាងបានប្រាប់បុប្ផាថាវណ្ណាកំពុងតែបោកប្រាស់នាងលេងសើចប៉ុណ្ណោះបុប្ផាមានអារម្មណ៍តក់ស្លុតនិងមិនជឿអ្វីដែលបានឃើញឡើយនាងព្យាយាមទូរស័ព្ទរកវណ្ណាប៉ុន្តែគេមិនលើកព្រោះកំពុងប្រជុំសំខាន់ចិត្តរបស់នាងចាប់ផ្ដើមរង្គោះរង្គើ
នឹងពោពេញដោយភាពមិនទើសង្ស័យសូវ៉ាន់សម្រេចចិត្តរៀបចំកម្មវិធីជប់លៀងដ៏ធំមួយនៅក្នុងវិមានរបស់គេបានផ្ញើលិខិតអញ្ជើញពិសេសមួយទៅឲ្យបុប្ផាដោយមិនដាក់ឈ្មោះអ្នកផ្ញើគេចង់ប្រែឱកាសនេះដើម្បីបង្ហាញការពិតគ្រប់យ៉ាងដល់នាងបុប្ផាមកដល់កម្មវិធីទាំងក្តីបារម្ភនិងងឿងឆ្ងល់ជាខ្លាំងនាងស្លៀកពាក់ឈុតរ៉ូបសាមញ្ញដែលវណ្ណាធ្លាប់ទិញឲ្យញាក់មានក្នុងកម្មវិធីសម្លឹងមើលនាងដោយក្រសែភ្នែកចម្លែកស្រីលក្ខក៏នៅទីនោះដែរហើយនាងត្រៀមខ្លួនចាំមើលរឿងកំ pl ែងដែលនឹងកើតឡើងនាងដាល់ទៅឌឺដងបុប្ផាថាមិនសមនឹងមកកន្លែងខ្ពង់ខ្ពស់បែបនេះឡើយបុប្ផាចង់បែរចេញពីកម្មវិធីប៉ុន្តែកុសលបានមកខាត់នាងទុកបុប្ផាមានអារម្មណ៍ថាខ្លួនឯងខកកន្លែងនិងចាប់ផ្ដើមគិតថាវណ្ណាពិតជាចោរដែលលួចខោអាវនឹងមានមកស្លៀកនាងភ័យខ្លាចខ្លាំងណាស់ខ្លាចវណ្ណាត្រូវប៉ូលីសចាប់ខ្លួននាងព្យាយាមដើររកវណ្ណាគ្រប់កន្លែងក្នុងវិមានដ៏ធំនេះនៅពេលនាងឃើញវណ្ណាក្នុងឈុតសេដ្ឋីដ៏ប្រណីនាងបានយំហើយសុំឲ្យគេរត់ចេញពីទីនេះនាងគិតថាគេបន្លំខ្លួនជាម្ចាស់ផ្ទះដើម្បីបង្អួតនាងវណ្ណាសម្លឹងមើលនាងដោយក្តីអាណិតនិងស្រឡាញ់ជាទីបំផុតគេបានចាប់ឡៃនាងយ៉ាងណែនហើយប្រាប់នាងឲ្យជឿជឿលើរូបគេបុប្ផានៅតែមិនទាន់យល់ពីអ្វីដែលកំពុងកើតឡើងនៅឡើយភាពច្របូកច្របល់ក្នុងចិត្តបានធ្វើឲ្យនាងចង់តែរត់ចេញពីទីនោះឲ្យឆាប់បំផុតវណ្ណាបានហុចសម្បត្តិមួយច្បាប់ឲ្យបុប្ផាអាននៅកន្លែងស្ងាត់មួយក្នុងសួនច្បារក្នុងសម្បត្តិនោះគេបានរៀបរាប់ពីហេតុផលដែលគេត្រូវបន្លំខ្លួនគេចង់រកស្នេហាពិតដែលមិនមែនស្រឡាញ់គេព្រោះលុយហើយគេបានរកឃើញនាងបុប្ផាអានសម្បត្តិទាំងទឹកភ្នែកហូរហាមិនដាច់នាងដឹងថាគ្រប់យ៉ាងដែលគេធ្វើគឺដើម្បីស្វែងរកបេះដូងដែលស្មោះត្រង់នាងមានអារម្មណ៍លាយឡំគ្នាទាំងខឹងទាំងស្រឡាញ់និងរំភើបយ៉ាងខ្លាំងសូវ៉ាន់បានលុតជង្គង់នៅមុខនាងហើយសំទោសជំទាស់ការភូតផុសកន្លងមកគេប្រាប់នាងថាទោះបីគេជាសេដ្ឋីឬជាអ្នករត់កង់បីក៏បេះដូងគេនៅតែជារបស់នាងបុប្ផាបានអបគេយ៉ាងណែនជំនួសឲ្យពាក្យអភ័យទោសគ្រប់យ៉ាងភ្លើងក្នុងកម្មវិធីបានរលត់ហើយពន្លឺ spotlight បានជះមកលើសូវ៉ាន់និងបុប្ផានៅកណ្ដាលឆាកសូវ៉ាន់បានប្រកាសជាផ្លូវការថាបុប្ផាគឺជាម្ចាស់បេះដូងរបស់គេនិងជាអនាគតភរិយាភ្ញៀវកិត្តិយសទាំងអស់បានទះដៃអបអរសាទរយ៉ាងខ្លាំងស្រីលក្ខខឹងសម្បាយ៉ាងខ្លាំងរហូតដល់សន្លប់បាត់ស្មារតីនៅទីនោះផែនការអាក្រក់របស់នាងត្រូវបានបរាជ័យទាំងស្រុងនៃចំពោះមុខស្នេហាពិតបុប្ផាក្លាយជាបុគ្គលសំខាន់បំផុតក្នុងរាត្រីដ៏អស្ចារ្យនោះសូវ៉ាន់បានបំពាក់ចិញ្ចៀនពេជ្រដ៏ស្រស់ស្អាតលើម្រាមដៃរបស់បុប្ផាពួកគេទាំងពីរបានរំជាមួយគ្នាដោយភាពផ្អែមល្ហែមបំផុតនេះគឺជាជ័យជំនះនៃស្នេហាដែលចេញពីចិត្តនិងចិត្តពិតប្រាកដមែននៅក្នុងឈុតចុងក្រោយសូវ៉ាន់និងបុប្ផាបានរៀបការជាមួយគ្នាដោយភាពអធិកអធមបំផុតពួកគេបានសម្រេចចិត្តបើកមូលនិធិជួយដល់អ្នកក្រីក្រនិងសាងសង់ហាងបាយស្របដ៏ធំមួយឲ្យបុប្ផាសុភមង្គលពិតប្រាកដបានកើតមានឡើងសម្រាប់ពួកគេទាំងពីរសូវ៉ាន់នៅតែជិះរ៉ឺម៉កកង់បីជួនបុប្ផាដើរលេងជារៀងរាល់ចុងសប្តាហ៍ដើម្បីរំលឹកអនុស្សាវរីយ៍ពួកគេមិនដែលភ្លេចដើមកំណើតនិងការលំបាកដែលបានឆ្លងកាត់ជាមួយគ្នាឡើយស្នេហារបស់ពួកគេបានคล้ายជាគំរូដ៏ល្អសម្រាប់អ្នកដទៃពួកគេសម្លឹងមើលទៅលើមេឃដែលមានផ្កាយរះព្រងព្រាកដោយស្នាមញញឹមជីវិតដែលពោរពេញដោយសេចក្តីសុខបានចាប់ផ្ដើមក្នុងនាមជាប្តីប្រពន្ធសេដ្ឋីបន្លំខួនបានរកឃើញទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតគឺស្នេហាពិតពីក្មេងស្រីលោកបាយ